ចំនួនសហគមន៍សាសនាមូស្លីមនិងហិណ្ឌូបណ្ដាលឲ្យមនុស្ស3នាក់ស្លាប់នៅនេប៉ាល់ចំនួនសហគមន៍សាសនាមូស្លីមនិងហិណ្ឌូនៅប្រទេសនេប៉ាល់កំពុងបង្កឲ្យមានក្តីបារម្ភជាខ្លាំងចំពោះសន្តិសុខក្រោយពីមនុស្សយ៉ាងហោចណាស់3នាក់ស្លាប់ខណៈដែលនាយករដ្ឋមន្ត្រីវ័យក្មេងរបស់នេប៉ាល់បានចេញមុខអំពាវនាវឲ្យមានការអត់ធ្មត់និងសន្យាស៊ើបអង្កេតឲ្យបានពេញលេញនឹងយុត្តិធម៌ចំនួនសហគមន៍សាសនានេះដំបូងឡើយបានកើតឡើងនៅពេលដែលទង់សាសនាដែលជាកម្មសិទ្ធិរបស់សហគមន៍មូស្លីមក្នុងស្រុកដែលដាក់នៅលើបង្គោលភ្លើងហ្វាមួយនៅក្នុងភូមិឈ្មោះកាប់តាន់ហ្គិនត្រូវបានដកចេញហើយជំនួសមកវិញដោយទង់របស់ហិណ្ឌូការបដូរទង់សាសនាស្រដៀងគ្នានេះត្រូវបានគេប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងទីក្រុងព្រំដែនភាគខាងត្បូងនៃរដ្ឋតេរ៉ៃដើម្បីអះអាងទឹកដីក្រៅផ្លូវការដែលបង្កើនការកកិតក្នុងតំបន់ជាបន្តបន្ទាប់មកនៅយប់ថ្ងៃទី26ខែកក្កដាឆ្នាំ2026ចំនួនហិង្សាបានកើតឡើងនៅតំបន់ភូមិកាប់តាន់ហ្គិនស្ថិតនៅស្រុកសាន់សារីនៃខេត្តខូស៊ីភាគខាងត្បូងប្រទេសនេប៉ាល់ជិតព្រំដែនជាមួយឥណ្ឌាអំពើហិង្សានោះបានផ្ទុះឡើងដោយសារតែការចាក់ឧបករណ៍បំពងសំឡេងខ្លាំងៗដោយភ្លេងរបស់ DJ ពីសំណាក់ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅជិតតំបន់រស់នៅរបស់សហគមន៍មូស្លីមនាយករដ្ឋមន្ត្រីនេប៉ាល់លោក Balendra បានចេញសារផ្សព្វផ្សាយតាមទូរទស្សន៍នៅថ្ងៃប្រហ័សដោយអំពាវនាវឲ្យមានការអត់ធ្មត់ក្រោយការផ្ទុះអំពើហិង្សារហូតដល់ដុតឆេះទីតាំងមួយចំនួននិងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់3នាក់បាត់បង់ជីវិតតាមសាររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនឹងធានានៅការស៊ើបអង្កេតប្រកបដោយតម្លាភាពចំពោះអំពើហិង្សានិងនាំយកអ្នកទទួលខុសត្រូវជាមួយគ្នានេះនាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុកឧបទ្ទហេតុដែលកើតឡើងនោះជារឿងដ៏ធ្ងន់ធ្ងរបំផុតនិងមានភាពរសើបបំផុតនេះបើយោងតាមការចេញផ្សាយរបស់កាសែត The Kathmandu Post ដែលមានមូលដ្ឋាននៅនេប៉ាល់នាយករដ្ឋមន្ត្រីសាបាននិយាយថារដ្ឋាភិបាលបានណែនាំអាជ្ញាធរសុខាភិបាលឲ្យធានាការព្យាបាលភ្លាមសម្រាប់អ្នកដែលរងរបួសលោកបាននិយាយថាក្រសួងសន្តិសុខមាតុភូមិក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួចហើយដើម្បីពិនិត្យមើលឧបទ្ទហេតុទាំងនោះហើយបានសន្យាថាការស៊ើបអង្កេតនឹងមានភាពមិនលម្អៀងនិងមានតម្លាភាពលោកបានបន្ថែមថាកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀតនិងស្ដារស្ថានភាពធម្មតាឡើងវិញ។